chặt thử rến đến nha mà sạch sạch ra nè đây bạn bạn chi Asian Power đang chi cầm mông cả sự cam càពីដើមដែរគឺយើងដាក់ Asian Power ក្នុងមួយដើមចំនួន1 គីឡូដល់ពេលមានផ្លែបាន50-60ថ្ងៃយើងដាក់ក្រមុំកសិកម្ម15-20ចំនួន1 គីឡូទៀតឥឡូវនេះគឺដល់ពេលប្រមូលផលហើយឥឡូវនេះគឺយើងគឺបានចាត់មើលតើសាច់វាយ៉ាងម៉េចដែរហើយរសជាតិយ៉ាងម៉េចដែរតាមបានទាំងអស់គ្នាអូយមើលសាច់វាយ៉ាងម៉េចដែរឯងបាក់ចឹងហ្នឹងលក្ខណៈបន្លារបស់វាគឺសួចផ្លែអូដល់កនេះផ្លែស្អាតមែនទែនសាច់ក៏ស្អាតដែរបាទមើលនេះសាច់វាស្អាតនេះមិនទៅក្រៀនធម្មជាតិស្រស់ស្អាតសាច់ស្អាតនេះគឺជាទុរេនដែលប្រើជីក្រមុំកសិកម្មហើយនឹងជី Asian Power នេះសាច់របស់ទុរេនទាំងសាករបស់ឆ្ងាញ់ឆ្ងាញ់mẹ lên nuôiទៀតមកចាំមកចិត្តមែនទេនេះទៅui xem món này ui anh thấy nè